អាជ្ញាធរខេត្តកំពង់ចាមសម្រេចដកហូតដីប្រឡាយទឹកបន្ទាប់ពីមានការខុបខិតគ្នាលួចធ្វើប្លង់រឹងពីបុគ្គលមួយចំនួនមកជាសម្បត្តិរដ្ឋវិញខេត្តកំពង់ចាមប្រឡាយទឹករបស់រដ្ឋមួយខ្សែមានទទឹងជិត10ម៉ែត្រនិងបណ្ដោយជាង100ម៉ែត្រស្ថិតនៅភូមិកបាសឃុំខ្វិតធំស្រុកព្រៃឈរខេត្តកំពង់ចាមដែលកាលពីខែមិថុនាឆ្នាំ2025មានការខុបខិតគ្នាលក់និងចេញប្លង់កម្មសិទ្ធិបានសម្រេចជាលើកទី2ឲ្យទៅបុគ្គលម្នាក់កាន់កម្មតែពេលនេះត្រូវបានរដ្ឋបាលខេត្តកំពង់ចាមសម្រេចដកហូតទុកជាសម្បត្តិរដ្ឋវិញហើយផ្អែកលើលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមលេខ 1219/26 លោសចុះថ្ងៃទី29ខែកក្កដាឆ្នាំ2026ជំរាបជូនលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរលោកប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ដីពីករណីដកហូតក្បាលដីលេខ 03130408-0735 មកជាទ្រព្យសម្បត្តិរដ្ឋក្រោមសិទ្ធិនៃការគ្រប់គ្រងរបស់សាលាខេត្តកំពង់ចាមយោងលិខិតលេខ 10/85/26 លោសចុះថ្ងៃទី30ខែមិថុនាឆ្នាំ2026របស់រដ្ឋបាលខេត្តកំពង់ចាមរបាយការណ៍របស់ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តកំពង់ចាមចុះថ្ងៃទី8ខែកក្កដាឆ្នាំ2026ចំណានរបស់ឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមចុះថ្ងៃទី10ខែកក្កដាឆ្នាំ2026សេចក្តីដោយជម្រាបក្នុងកម្មវត្ថុខាងលើរដ្ឋបាលខេត្តកំពង់ចាមសូមជម្រាបជូនលោកអភិបាលស្រុកនិងលោកប្រធានមន្ត្រីជ្រាបថាបន្ទាប់ពីការចុះពិនិត្យស្រាវជ្រាវករណីបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយលើករណីចុះបញ្ជីក្បាលដីលេខ 03131308-0735 ឃើញថាការចុះបញ្ជីដីធ្លីនេះជូនទៅឈ្មោះង៉ែតសេងហ៊ុនពិតជាមានចំណុចខ្វះខាតដោយសារតែការផ្ទេរកម្មសិទ្ធិអាស្រ័យផលនិងអ្នកស្នើសុំមានចេតនាបិទបាំងប្រវត្តិទំនាស់នៃដីនេះជាមួយនឹងការចុះស្រាវជ្រាវនេះរដ្ឋបាលខេត្តក៏បានសម្រេចបង្កកវិញ្ញាបនប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនៃក្បាលដីនេះរួចរាល់ហើយកាលពីថ្ងៃទី30ខែមិថុនាឆ្នាំ2026ជាគោលការណ៍អនុវត្តបន្តរដ្ឋបាលខេត្តសម្រេចដកហូតក្បាលដីនេះមកជាសម្បត្តិរដ្ឋវិញក្រោមសិទ្ធិនៃការគ្រប់គ្រងរបស់សាលាខេត្តកំពង់ចាមផ្ទាល់អាស្រ័យដូចនេះសូមលោកអភិបាលស្រុកនិងប្រធានមន្ត្រីទទួលជ្រាបនិងសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធដើម្បីដំណើរការផ្ទេរសិទ្ធិគ្រប់គ្រងក្បាលដីខាងលើមកជាទ្រព្យសម្បត្តិរដ្ឋក្រោមការគ្រប់គ្រងរបស់សាលាខេត្តវិញសាធារណជនពិតជាមានសេចក្តីត្រេកអរជាពន់ពេញទៅលើការសម្រេចដកហូតទុកជាសម្បត្តិរដ្ឋវិញហើយពួកគាត់ពិតជាចង់ឃើញការអនុវត្តទោសទៅលើបុគ្គលឬមន្ត្រីណាដែលពាក់ព័ន្ធជំវិញករណីខាងលើដើម្បីកុំឲ្យមានរឿងដដែលនេះកាត់ឡើងជាលើកទី3ឬលើកក្រោយទៀតនៅទីតាំងនេះតែយ៉ាងណាប្រជាពលរដ្ឋដែលរស់នៅដីជាប់ប្រឡាយដែលបានចាក់ដីលុបនោះស្នើឲ្យអាជ្ញាធរខេត្តកំពង់ចាមពិសេសឯកឧត្តមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តមេត្តាពន្យល់ឲ្យបានឆាប់ទៅលើការកាយប្រឡាយដែលចាក់លុបនោះជាបន្ទាន់ព្រោះគ្រប់ពេលដែលមានភ្លៀងធ្លាក់ម្ដងតែងតែមានផលវិបាកពីការជន់លិចពេលដែលមានភ្លៀងធ្លាក់ពីព្រោះអត់មានប្រព័ន្ធបង្ហូរដើម្បីរំដោះទឹកនោះឡើយ